nó thânมันประดามទៅ Donald Trump ថាបើសិនជាចង់ឲ្យមានការឈប់បាញ់អីឲ្យ Trump ហ្នឹងទៅប្រាប់ខ្មែរទៅឲ្យខ្មែរនេះឈប់បាញ់ថៃមុនសិនទៅនេះគឺការឆ្លើយជាមួយនឹងសំណួរអ្នកសារព័ត៌មានអូអ្នកសារព័ត៌មានគេញាក់សាច់ហ្មងបងប្អូនដេញសួរលោកខ្សៃនេះតកដើបដើដេញសួរបដើអីបដើអ្នកសារព័ត៌មានគាត់សួរថាតាក់តងទៅនឹងរឿងសហរដ្ឋអាមេរិកណាដែលប្រើប្រាស់រឿងពុនមកដាក់សម្ពាធអីនេះថាតើអាចដាក់សម្ពាធមកលើយើងបានទេអនុធិនគេបំមាត់គេបង្កអីទេនេះគេដើមិនឆ្លើយមិនអីទាំងអស់ហ្នឹងហើយនេះគេសួរហ្នឹងគេថាតាក់តងទៅនឹងរឿងពុនហ្នឹងអត់អាចសង្កត់អីយើងបានទេអីយ៉ាងម៉េចអីចឹងណាអនុធិនគេមិនមាត់មិនអីទេគេដើរតទៀតដល់ទៅពេលហើយចុងក្រោយគេសួររឿងចិនទៀតណាបងប្អូនសួររឿងចិនណាខាងក្រសួងការបរទេសចិនគេចេញមកស្នើថាឲ្យមានការឈប់បាញ់ឈប់អីហ្នឹងអនុធិនគេឆ្លើយថាគេមិនដឹងទេគេមិនបានដឹងរឿងហ្នឹងផងដាក់សម្ពាធអីរឿងអីគេមិនបានដឹងโฆษกក្រសួងការต่างประเทศของจีนเริ่มออกมาនេះឃើញទេបងប្អូននេះដាក់សម្ពាធអ្នកណាគាត់មិនបានដឹងគាត់អត់ដឹងនេះគឺសម្ដីរបស់នាយករដ្ឋមន្ត្រីថៃលោកអនុធិនដែលបញ្ជាក់ថាគឺបើសិនជាចង់ឲ្យឈប់បាញ់ឲ្យ Donald Trump ហ្នឹងទៅសុំឲ្យខាងកម្ពុជាយើងនេះប្រកាសចាឈប់បាញ់ថៃមុនទៅហើយរឿងចិនអីចេញលិខិតស្អីជំរុញឲ្យមានការឈប់បាញ់ឈប់អីហ្នឹងគាត់មិនដឹងទេគាត់អត់មានដឹងរឿងហ្នឹងផងគាត់អត់បានដឹងអ្នកណាដាក់សម្ពាធអីគេគាត់គ្មានដឹងអីផងដាក់សម្ពាធរឿងអីហ៎អ្នកណាគេធ្វើបែបអត់ដឹងអត់លឺអីចឹងណាបងប្អូន